ការសម្ដែងតើមានអ្នកទស្សនាក៏ការសម្ដែងនឹងអត់បានបន្តទៅមុខទៀតដែរអ្នកណាជួយខ្ញុំផងវាអត់ដឹងថាយើងសម្រេចចិត្តបកមកវិញហ្នឹងតើវាអាចនឹងបានដល់ពេលណាយើងអត់ទាន់ដឹងទេឈ្មោះណេមភិរិទ្ធហើយជាអតីតប្រធានក្រុមវិស័យបាឡេហើយនៅក្នុងកម្មវិធីនិយាយពីល្ខោនខ្មែររដូវកាលទី1នេះដែលក្រុមគាត់បានសម្រេចលើកយកស្នាដៃចំនួន3ទី1គឺស្នាដៃល្ខោននិយាយរឿងគំនូសវិញ្ញាណទី2គឺស្នាដៃល្ខោនចម្រុះរឿងប្រវត្តិដ៏អស្ចារ្យនៃអាណាចក្រខ្មែរហើយទី3នោះគឺល្ខោននិយាយដែរគឺរឿងកំពង់ធំជរុំចិត្តវាអត់ដឹងថាយើងសម្រេចចិត្តបកមកវិញហ្នឹងតើវាអាចនឹងបានដល់ពេលណាយើងអត់ទាន់ដឹងទេក្នុងការតឡើងទស្សនវិជ្ជាមួយគឺត្រូវចំណាយពេលហាត់ចំណាយពេល casting តួហ្នឹងក៏យើងពិបាកនៅក្នុងការស្វែងរកទៀតព្រោះមែនតើយើងអត់ងាយនឹងមានតួដែលគាត់មកប្រចាំជាមួយយើងដែលត្រៀមហាត់ទេព្រោះយើងត្រូវការហាត់ច្រើនខ្លាំងមែនតើពីមួយស្នាដៃទៅមួយស្នាដៃយ៉ាងហោចណាស់ក៏ចន្លោះពី10ថ្ងៃទៅ30ថ្ងៃដែរទៅតាមទំហំនៃស្នាដៃមួយអញ្ចឹងអាហ្នឹងគឺជាផលបាក់មួយដែរមិនមែនជាលើកទី1ហើយក៏មិនមែនជាលើកទី2ទេអាចថាច្រើនដែរទាំងការដែលសម្ដែងមិនមានអ្នកមកគ្រប់គ្រងហើយទាំងការសម្ដែងដែលមានទស្សនិកជនច្រើនមកគ្រប់គ្រងដើម្បីយើងអាចរៀបចំទៅបានសម្ដែងទៅបានក៏យើងត្រូវការទស្សនិកជនមកចូលរួមអារម្មណ៍នៅពេលដែលអត់មានទស្សនិកជនគ្រប់គ្រងទឹកភ្នែកហូរប៉ុន្តែព្យាយាមលើកដៃជូតវិញណាអត់ឲ្យឃើញអត់ឲ្យអ្នកផ្សេងគេឃើញទេប៉ុន្តែអាក្នុងចិត្តហ្នឹងបេះដូងហ្នឹងវាបានហូរចាក់ស្រេះធ្លាក់ចុះក្រោមបាត់ទៅហើយសួរខ្លួនឯងថាតើគួរបន្តវាទៀតអ្វីដែលធ្វើឲ្យខ្ញុំនៅបន្តបានហ្នឹងដូចខ្ញុំនិយាយមុននឹងបន្តិចដែរថាតាក់ទងនឹងជំនាញរបស់ខ្ញុំតែម្ដងហើយជំនាញរបស់បងប្អូននៅក្នុងក្រុមវិស័យបាឡេតតែម្ដងពួកយើងជាអ្នកដែលបានរៀនសូត្របង្វឹកពីលោកគ្រូអ្នកគ្រូជំនាញផ្នែកល្ខោននិយាយក៏ដូចជាល្ខោនផ្សេងព្រោះនៅក្នុងក្រុមវិស័យបាឡេមិនមែនមានតែអ្នកជំនាញល្ខោននិយាយតែមួយមុខទេគឺគាត់មានជំនាញល្ខោនយីកេនិងសិល្បៈផ្សេងប៉ុន្តែអីដែលសកម្មភាពពួកយើងធ្វើគឺយើងធ្វើលើបដោតលើល្ខោននិយាយនៅពេលដែលបងសម្ដែងហើយអេសីរៀបចំកម្មវិធីមានអ្នកគាំទ្រច្រើនស្នាមញញឹមពោពេញទៅដោយគេហៅថាទឹកភ្នែកដែរតែទឹកភ្នែកមិននឹកស្មានថាពុកម៉ែបងប្អូនក៏ដូចជាយុវជនខ្មែរគាំទ្រណាបាទអញ្ចឹងយើងរំភើបហើយយើងសម្លឹងមើលសិល្បករគ្នាឯងពេលខ្លះចប់ហើយហើយអោបគ្នាយំក៏មានដែរយើងអត់នឹកស្មានណាអញ្ចឹងអាទាំងអស់ហ្នឹងដែលធ្វើឲ្យយើងសម្រេចចិត្តថាយើងមិនបោះបង់ណាខ្ញុំមិនជាចោលទេខ្ញុំគឺបាត់ទេ